របៀបដាក់អាស័យដ្ឋាននៅក្នុង App Shein ជាដំបូងបងចូលទៅក្នុង App Shein រួចចុចលើសញ្ញារូបមនុស្សចុចលើសញ្ញា Setting អញ្ចឹងសម្រាប់បងដែលអត់ចេះភាសាវៀតណាមបងអាចចុចតាមខ្ញុំបានបងចុចលើក្រឡោនដែលមានពណ៌ខ្មៅចូលមកដល់ត្រង់នេះដើម្បីបំពេញអាស័យដ្ឋានបានបងត្រូវចូលទៅក្នុង App VTSN ចុចលើពាក្យឃ្លាំងទំនិញរួចជ្រើសរើសប្រទេសវៀតណាមចុចលើទម្រង់ App Shein ចូលមកដល់ត្រង់ចំណុចនេះបងត្រូវធ្វើការ copy ម្ដងមួយដើម្បីទៅផាសនៅក្នុង App Shein ដូច្នេះបងត្រូវចាប់ផ្ដើម copy អាស័យដ្ឋានចាប់ពីលេខរៀងទី1ទៅលេខរៀងទី3ជាកន្លែងដែលត្រូវបំពេញ passport ដូច្នេះបងដែលអត់មាន passport បងគ្រាន់តែ copy តាមការណែនាំនៅក្នុងវីដេអូនេះនិងចុចសញ្ញាគ្រីសដែលនៅខាងស្ដាំដៃចំពោះលេខរៀងទី5យើងអត់បំពេញទេបងយើងត្រូវចូលបំពេញលេខរៀងទី6តែម្ដងអាស័យដ្ឋានរបស់យើងបានបំពេញរួចរាល់បងគ្រាន់តែចុច confirm រួចជាការស្រេចអរគុណបងចំពោះការគាំទ្រសេវាកម្មរបស់ VTS